សម្លម្ជូរខ្ទិះសាច់ទាបងប្អូនថ្ងៃនេះនាងខ្ញុំមានមុខម្ហូបមួយមុខគឺសម្លម្ជូរខ្ទិះសាច់ទាបងប្អូនជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនាងខ្ញុំមានមុខម្ហូបមួយមុខចង់បង្ហាញជូនបងប្អូនទាំងអស់គ្នាសម្រាប់ការស្លម្ជូរខ្ទិះសាច់ទារបស់នាងខ្ញុំបងប្អូននាងខ្ញុំមានទេមួយក្បាលហើយទានោះនាងខ្ញុំបានកាប់រងាស់ទឹកវាអស់ហើយបងប្អូនឲ្យស្ងួតទឹកហើយបន្ទាប់មកនាងខ្ញុំបុកគ្រឿងមានគល់ស្លឹកគ្រៃរំដេងមៀតស្លឹកក្រូចហើយនឹងផ្កាច័ន្ទបងប្អូនបុកចូលគ្នាហើយបន្ទាប់មកនាងខ្ញុំដាក់ខ្ទឹមសជាមួយនឹងម្ទេសហើយម្ទេសក្រហមបុកចូលគ្នាឲ្យល្អិតហើយបន្ទាប់មកនាងខ្ញុំដាក់ប្រហុកបុកចូលក្នុងគ្រឿងនឹងផងបងប្អូនបន្ទាប់មកនាងខ្ញុំធ្វើការចាក់ខ្លាញ់រំលីងគ្រឿងឲ្យឈ្ងុយរួចនាងខ្ញុំដាក់សាច់ទាដែលនាងខ្ញុំបានកាប់រំលែងវាទុកបងប្អូនកូរជាមួយគ្រឿងឲ្យសព្វហើយនាងខ្ញុំចាប់ផ្ដើមចាក់ខ្ទិះចុងបងប្អូនសម្រាប់ខ្ទិះដែរគឺយើងពូតយកខ្ទិះចុងផ្សេងខ្ទិះដើមផ្សេងបងប្អូនអញ្ចឹងនាងខ្ញុំចាក់ខ្ទិះចុងចូលហើយនាងខ្ញុំថែមទឹកចូលឲ្យស្មើនឹងសាច់ទាបងប្អូនដើម្បីរងាស់វាព្រោះទានឹងវារាងស្វិតបងប្អូនយើងចាក់ទឹកវារងាស់វាចោលឲ្យយូរបន្តិចទៅបន្ទាប់មកនាងខ្ញុំដាក់ម្សៅស៊ុបចូលក្នុងនឹងផងរួចយើងគ្របដឹកភ្លើងទុកស្រាប់ឲ្យទាយើងពុះឲ្យផុយបងប្អូនបន្ទាប់ពីការអង្គុយរងចាំរងាស់សាច់ទាអស់រយៈពេល7 1 ម៉ោងបងប្អូននិយាយពីថាស្វិតនោះស្វិតបងប្អូននៅរងាស់តរ៉ាំតផុយថែមទឹកនឹង 3-4 ដងឥឡូវនាងខ្ញុំចាប់ផ្ដើមជ្រុំអំពិលទុំទុកម្លាយសិនបន្ទាប់មកនាងខ្ញុំចាប់ផ្ដើមដាក់គ្រឿងសាច់របស់យើងផុយហើយនាងខ្ញុំដាក់ទៅដោះគោខាប់ម្សៅស៊ុបខ្នុរព្រមទាំងអំបិលចូលផងហើយនាងខ្ញុំដាក់ទឹកអំពិលទុំដែលនាងខ្ញុំបានជ្រុំទុកនឹងចូលហើយកូរឲ្យសព្វភ្លក់ឲ្យល្មមទៅបងប្អូនថែមថយគ្រឿងតាមនឹងទៅឃើញថាល្មមហើយនាងខ្ញុំក៏ចាក់ខ្ទិះដើមចូលទៅក្នុងនឹងបងប្អូនចឹងខ្ទិះដើមខ្ញុំហ្នឹងវារៀងស្ទើរដូងនាងខ្ញុំក៏ដាក់ខ្ទិះកំប៉ុងថែមមួយកំប៉ុងទៀតបងប្អូនចឹងសាឡរបស់នាងខ្ញុំឆ្អិនណាស់បងប្អូនវីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្ណឹងឯងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្រឡាញ់ចូលចិត្តនិងតាមដានវីដេអូរបស់នាងខ្ញុំជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀត